តុលាការសហព័ន្ធអូស្ត្រាលីបានសម្រេចនៅថ្ងៃទី18ខែមីនាឆ្នាំ2026ដោយឲ្យទូរទស្សន៍ Al Jazeera ឈ្នះបណ្ដឹងឧទ្ធរណ៍ស្ដីពីការស្នើសុំភស្តុតាងសំខាន់ៗពីប៉ូលីសពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធគ្រឿងញៀនរបស់លោកហ៊ុនតូចូលទៅក្នុងប្រទេសអូស្ត្រាលីលោកហ៊ុនតូដែលបានប្តឹងទូរទស្សន៍ Al Jazeera និងទូរទស្សន៍ The Australian ទៅកាន់តុលាការសហព័ន្ធអូស្ត្រាលីពីបទបរិហាកេរកាលពីឆ្នាំ2012សេចក្តីសម្រេចរបស់តុលាការសហព័ន្ធអូស្ត្រាលីដែលមានកម្រាស់41ទំព័របានសម្រេចថាទូរទស្សន៍ Al Jazeera មានសិទ្ធិការពារខ្លួននៅក្នុងសវនកម្មតតាំងក្តីជាមួយលោកហ៊ុនតូដែលអាចប្រើប្រាស់ភស្តុតាងរបស់ខ្លួនជាមូលដ្ឋានទន្ទឹមគ្នានេះតុលាការសហព័ន្ធអូស្ត្រាលីថែមទាំងបានអនុញ្ញាតឲ្យទូរទស្សន៍ Al Jazeera ស្នើសុំឯកសារសម្ងាត់ទាំង17ច្បាប់ពីប៉ូលីសអូស្ត្រាលីដែលបានស៊ើបអង្កេតពីសកម្មភាពនាំចូលគ្រឿងញៀនខុសច្បាប់និងការលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលីរបស់លោកហ៊ុនតូគួររំលឹកជូនថាប៉ូលីសសហព័ន្ធអូស្ត្រាលីធ្លាប់បានបដិសេធមិនបញ្ចេញឯកសារស៊ើបអង្កេតជាសាធារណៈដោយបារម្ភខ្លាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិទោះជាយ៉ាងនេះក្តីសេចក្តីសម្រេចរបស់តុលាការអូស្ត្រាលីក៏បានដាក់ការសង្ស័យថាលោកហ៊ុនតូពិតជាពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធគ្រឿងញៀនប្រកបមែនតែលោកហ៊ុនតូមិនត្រូវបានប៉ូលីសអូស្ត្រាលីចេញដីកាចាប់ខ្លួនទេដោយសារតែការស្នើសុំទិដ្ឋាការរបស់លោកត្រូវបានស្ថានទូតអូស្ត្រាលីបដិសេធតាំងពីឆ្នាំ2003មកម្លេះខណៈនេះគេនៅមិនទាន់ឃើញមានប្រតិកម្មយ៉ាងណានៅឡើយពីលោកហ៊ុនតូជុំវិញការសម្រេចរបស់តុលាការសហព័ន្ធអូស្ត្រាលីពេលនេះតែកាលពីពេលកន្លងទៅរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ថាគ្មានឯកសារជាមូលដ្ឋានណាមួយដែលរកឃើញថាលោកហ៊ុនតូជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនចូលទៅប្រទេសអូស្ត្រាលីឬការលាងលុយកខ្វក់នោះទេគួររំលឹកជូនថាកាលពី7ឆ្នាំមុនពលនៅថ្ងៃទី5ខែកក្កដាឆ្នាំ2024លោកហ៊ុនតូបានឈ្នះក្តីនៅតុលាការអូស្ត្រាលីក្នុងសំណុំរឿងដែលលោកបានប្តឹងស្ថាប័នព័ត៌មានអន្តរជាតិធំៗចំនួន2គឺកាសែត The Australian និងទូរទស្សន៍ Al Jazeera ពីបទបានផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកតែបើតាមឯកសារពីតុលាការអូស្ត្រាលីលោកហ៊ុនតូនិងកាសែត The Australian បានសម្រួលបញ្ចប់រឿងក្តីនេះតាំងពីមុនតុលាការបើកសវនកម្មជំនុំជម្រះក្តីទៅទៀតបន្ទាប់មកនៅថ្ងៃទី15ខែកក្កដាឆ្នាំ2024កាសែត The Australian បានសម្រេចលុបចោលអត្ថបទរបស់ខ្លួនវិញដោយអះអាងថាខ្លួនទទួលយកការធានារបស់លោកហ៊ុនតូដែលថារូបលោកមិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនានា